អ្នកធ្លាប់ជួបអារម្មណ៍មួយនេះទេខ្លួនប្រានហត់នួយខ្លាំងណាស់ចង់តែគេងសម្រាកទេតែលូដល់ពេលដាក់ខ្លួនបំរុងនឹងគេងបែរជាភ្នែកភ្លឺគេងមិនលក់ទៅវិញបាតុភូតនេះត្រូវបានគេហៅថាហត់នួយតែខួរក្បាលនៅតែភ្ញាក់ឬ tired but wired តើមូលហេតុមកពីអ្វីទៅមូលហេតុចម្បងទី1គឺភាពតានតឹងនិងការគិតច្រើននៅពេលអ្នក stress រាងកាយនឹងបញ្ចេញអរម៉ូន cortisol ដែលធ្វើឲ្យរាងកាយរបស់អ្នកស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នទោះបីជាអ្នកអស់កម្លាំងខ្លាំងក៏ដោយមូលហេតុទី2គឺពន្លឺពណ៌ខៀវពីទូរស័ព្ទដៃការលេងទូរស័ព្ទមុនពេលគេងនឹងទៅរារាំងការផលិតអរម៉ូន melatonin ដែលជាអរម៉ូនជួយឲ្យយើងគេងលក់ស្រួលដើម្បីដោះស្រាយបញ្ហានេះងាយសូមព្យាយាមទុកទូរស័ព្ទរបស់អ្នកឲ្យឆ្ងាយពីខ្លួនយ៉ាងហោចណាស់30ទៅ60នាទីមុនពេលចូលគេងនិងសាកល្បងដកដង្ហើមចេញចូលវែងៗដើម្បីឲ្យខួរក្បាលបានធូរស្រាលសាកល្បងធ្វើតាមវិធីនេះនៅយប់នេះទាំងអស់គ្នាណាបើអ្នកធ្លាប់ជួបបញ្ហានេះកុំភ្លេច comment ប្រាប់ខ្ញុំផង